មេបញ្ជាការយោធាភូមិភាគទី4ដាក់បទបញ្ជាយ៉ាងតឹងរ៉ឹងដល់កម្លាំងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែននៅថ្ងៃទី28 ខែឧសភាឆ្នាំ2025ក្រោមការដឹកនាំយ៉ាងម៉ឺងម៉ាត់របស់ឧត្តមសេនីយ៍ត្រីអ្នកវង្សមេបញ្ជាការកងពលតូចថ្មើរជើងលេខ42យោធាភូមិភាគទី4បានដាក់ចេញនូវបទបញ្ជាយ៉ាងតឹងរ៉ឹងទៅគ្រប់បណ្ដាកងឯកភាពវរសេនាតូចចំណុះជាពិសេសកម្លាំងដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនត្រូវបន្តពង្រឹងការសហការឲ្យបានស្អិតរមួតជាមួយអង្គភាពមិត្តនគរបាលការពារព្រំដែនគោកលេខ702ក្នុងការចេញល្បាតត្រួតពិនិត្យតាមបណ្ដាគោលដៅផ្សេងៗទៀតដែលបានកំណត់ដើម្បីតាមដានក្តាប់ជាប់រាល់សភាពការប្រែប្រួលតាមខ្សែបន្ទាត់ព្រំដែននិងទប់ស្កាត់ឲ្យបានទាន់ពេលវេលានៅសកម្មភាពបទល្មើសខុសច្បាប់ផ្សេងៗដែលកើតមានឡើងដើម្បីធានាបាននូវសុខសុវត្ថិភាពស្ថិរភាពជូនប្រជាពលរដ្ឋ